ដើម្បីសម្របទៅតាមរបបសេដ្ឋកិច្ចពិភពលោកការទទួលបានទំនុកចិត្តរបស់អតិថិជនគឺជារឿងសំខាន់បំផុតដើម្បីសម្រេចបានគោលដៅនេះមានន័យថាផលិតផលត្រូវមានគុណភាពជាងមុនមានតម្លៃជាប្រាក់និងដឹកជញ្ជូនបានលឿនជាងមុនវិធីត្រឹមត្រូវ3យ៉ាងផលិតផលត្រឹមត្រូវក្នុងបរិមាណត្រឹមត្រូវលក់ត្រូវកន្លែងកុំ3យ៉ាងកុំធ្វើអ្វីដែលគ្មានប្រយោជន៍កុំធ្វើអ្វីដែលមិនទៀងទាត់កុំធ្វើអ្វីដែលមិនអាចទៅរួចដើម្បីអភិវឌ្ឍផលិតភាពមានន័យថាត្រូវរួមគ្នាយ៉ាងសកម្មរក្សាភាពត្រឹមត្រូវទាំង3យ៉ាងគឺផលិតផលត្រឹមត្រូវក្នុងបរិមាណត្រឹមត្រូវនិងលក់ត្រូវកន្លែងកុំ3យ៉ាងត្រូវតែគិតជាប្រចាំនៅកន្លែងធ្វើការគឺកុំធ្វើអ្វីដែលគ្មានប្រយោជន៍កុំធ្វើអ្វីដែលមិនទៀងទាត់កុំធ្វើអ្វីដែលមិនអាចទៅរួចជាមួយគ្នានេះដែរក៏មានសកម្មភាពស5ដ៏មានប្រសិទ្ធភាពសម្រិតសម្រាំងសណ្ដាប់ធ្នាប់សម្អាតស្តង់ដារនិងស្ថិតស្ថេរទិដ្ឋភាព2យ៉ាង1អភិវឌ្ឍកន្លែងធ្វើការ2ជំរុញការរីកចម្រើនផ្នែកធនធានមនុស្សម្នាក់ប្រហែលជាស៊ាំជាមួយពាក្យថាស5ប៉ុន្តែតើវាជាអ្វីឲ្យប្រកបស5មានទិដ្ឋភាព2យ៉ាងទី1គឺអភិវឌ្ឍបរិយាកាសកន្លែងធ្វើការមានន័យថាធ្វើឲ្យបរិក្ខារម៉ាស៊ីននិងឧបករណ៍ដទៃទៀតមានភាពប្រសើរឡើងដើម្បីឲ្យកន្លែងធ្វើការមានសុវត្ថិភាពមានប្រសិទ្ធភាពរីករាយនិងមានផលិតភាពខ្ពស់ឡើងដោយសារតែបានប្រើប្រាស់វិធីត្រឹមត្រូវទី2ជំរុញការរីកចម្រើនផ្នែកធនធានមនុស្សបណ្ដុះគំនិតធ្វើការរួមគ្នានិងចូលរួមថែរក្សាសម្ភារៈនៅកន្លែងធ្វើការសុវត្ថិភាពភាពស្អាតល្បឿនទំនាក់ទំនងបន្ថែមពីលើស5បុគ្គលិកត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពភាពស្អាតល្បឿននិងទំនាក់ទំនងទាំងនេះគឺជាជំហានមួយឆ្ពោះទៅបង្កើតបរិយាកាសការងាររីករាយនិងធូរស្បើយឥឡូវនេះសូមក្រឡេកមកមើលរបៀបអនុវត្តស5នៅកន្លែងធ្វើការនិងធ្វើយ៉ាងណាឲ្យប្រកបអំពីកំណើតផលិតភាពតើស5ជាអ្វីសូមក្រឡេកមកមើលស5សម្រិតសម្រាំងសណ្ដាប់ធ្នាប់សម្អាតស្តង់ដារស្ថិតស្ថេរមួយម្ដងហើយស្វែងយល់ថាតើមានន័យយ៉ាងណាសម្រិតសម្រាំងគឺផ្អែកទៅលើវិធីត្រឹមត្រូវ2យ៉ាងមានន័យថាសម្រេចថាអ្វីចាំបាច់ហើយអ្វីដែលមិនចាំបាច់ទោះបីជារបស់ខ្លួនមិនចាំបាច់ក៏មិនមានន័យថាអ្នកបោះវាចោលដែរសណ្ដាប់ធ្នាប់មានន័យថាត្រូវតែមានរបស់ដែលចាំបាច់នៅតាមកន្លែងដ៏សមស្របត្រៀមរួចរាល់សម្រាប់ប្រើប្រាស់សម្អាតមានន័យថាកន្លែងធ្វើការទាំងមូលស្អាតនិងមានរបៀបរៀបរយតើម៉ាស៊ីនធ្វើការដល់កម្រិតស្តង់ដារឬទេមានន័យថាធ្វើឲ្យប្រកាសថាឧបករណ៍ទាំងអស់បានដាក់ត្រឹមត្រូវតាមកន្លែងរក្សាភាពស្អាតដោយអនុវត្តនៅសម្រិតសម្រាំងសណ្ដាប់ធ្នាប់សម្អាតចំណុចសំខាន់គឺមិនបណ្ដោយឲ្យកន្លែងធ្វើការនិងឧបករណ៍ទៅជាកក្រិចរហូតមកដល់ពេលនេះយើងបាននិយាយអំពីសទាំង4រួមមានសម្រិតសម្រាំងសណ្ដាប់ធ្នាប់សម្អាតនិងស្តង់ដារសទី5គឺស្ថិតស្ថេរស្ថិតស្ថេរមានន័យថាបណ្ដុះទម្លាប់មានរបៀបរៀបរយថាតើអ្វីដែលចាំបាច់អ្វីដែលមិនចាំបាច់ទម្លាប់នៃការទុកដាក់សមស្របទម្លាប់នៃការសម្អាតនិងត្រួតពិនិត្យនិងទម្លាប់ស្អាតជានិច្ចការបង្កើតទម្លាប់គឺជាឫសគល់នៃស5ឥឡូវនេះយើងក្រឡេកមើលការអនុវត្តស5នៅក្រុមហ៊ុនកូរ៉េមួយក្រុមហ៊ុននេះប្រើវិធីសាស្ត្រពណ៌រោងចក្រនេះផលិតម៉ាស៊ីនបោកសម្លៀកបំពាក់ហើយមាននិយោជិកប្រហែល200នាក់ដំបូងត្រូវពន្យល់អំពីគោលបំណងរបស់ស5អត្ថន័យរបស់ពាក្យរបៀបអនុវត្តនិងទូនាទីរបស់មនុស្សម្នាក់ដើម្បីអនុវត្តស5ឲ្យបានជោគជ័យនិយោជិកទាំងអស់ត្រូវតែចូលរួមហើយមនុស្សម្នាក់ត្រូវតែអាចអនុវត្តនៅទូនាទីរបស់ខ្លួនបានបន្ទាប់មកធ្វើការសម្រេចថាតើអ្នកណាជាអ្នកទទួលខុសត្រូវការងារសម្រាប់រោងចក្រទាំងមូល
ចូលសម្រេចថាថ្ងៃណាដែលនិយោជិកអាចដកវត្ថុដែលមិនចាំបាច់ចេញពីកន្លែងធ្វើការបានចូលចាប់ផ្ដើមនៅពេលដែលមានគោលដៅហើយថ្នាក់ដឹកនាំក្រុមហ៊ុនជាអ្នកទទួលខុសត្រូវរឿងនេះយុទ្ធសាស្ត្របសម្រាប់អនុវត្តស5ត្រូវចាប់ផ្ដើមនៅខាងក្រៅអគារមនុស្សម្នាក់ទទួលខុសត្រូវផ្សេងគ្នាហើយអ្នកតំណាងតាមកន្លែងធ្វើការនីមួយៗមានតួនាទីត្រួតពិនិត្យជុំវិញអគារហេតុផលដែលត្រូវចាប់ផ្ដើមពីខាងក្រៅមកវិញព្រោះវត្ថុមិនចាំបាច់ជាច្រើនពីកន្លែងធ្វើការត្រូវបានបោះគោនៅខាងក្រៅអគារយុទ្ធសាស្ត្រពណ៌នេះប្រើពណ៌5គឺក្រហមសលឿងខ្មៅនិងខៀវហើយនៅមានសញ្ញាជាច្រើនត្រូវបានបង្ហាញវត្ថុដែលត្រូវការវត្ថុដែលត្រូវផ្លាស់ទីជាប្រចាំនិងវត្ថុដែលនៅមួយកន្លែងគូសញ្ញាខ្វែងអិចលើវត្ថុដែលមិនចាំបាច់គូសញ្ញាជារង្វង់មូលលើវត្ថុដែលដាក់ខុសកន្លែងគូសញ្ញាត្រីកោណពណ៌លឿងលើវត្ថុដែលត្រូវជួសជុលប្រសិនបើមានវត្ថុត្រូវជួសជុលជាបន្ទាន់ត្រូវគូសញ្ញាត្រីកោណដែលមានពណ៌ក្រហមពាក់កណ្ដាលគូសកន្លែងដែលមានគ្រោះថ្នាក់ដោយឆ្នូតពណ៌លឿងខ្មៅគូសញ្ញាការ៉េលើវត្ថុឧបករណ៍ប្រើប្រាស់ម៉ាស៊ីនឬសម្ភារៈដែលត្រូវបោះចោលហើយពិបាកក្នុងការរំលាយចូលធ្វើឲ្យប្រកាសថានិយោជិកទាំងអស់យល់ពីនីតិវិធីនេះវាជារឿងគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលឆែកឆេរនៅកន្លែងធ្វើការដែលជាធម្មតាមិនចាប់អារម្មណ៍ពីនិនហើយគេឃើញមានវត្ថុដែលមិនប្រើប្រាស់ម៉ាស៊ីននិងសម្ភារៈជាច្រើនដែលមិនចាំបាច់ជាច្រើនទោះបីជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងមិនត្រូវស្ដីបន្ទោសឲ្យអ្នកក្រៅបង្គាប់ទេការកំទេចសម្ភារៈត្រូវមានការយល់ព្រមពីនាយកឬប្រធានក្រុមហ៊ុនការប្រមូលផ្ដុំសម្ភារៈទុកចោលរហូតមកដល់ពេលនេះជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនកុំស្ដីបន្ទោសចូលលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យចូលរួមក្នុងសកម្មភាពស5ក្នុងចំណោមវត្ថុមិនចាំបាច់ទាំងឡាយចូលកំទេចវត្ថុណាដែលមិនអាចប្រើប្រាស់ទៀតបានដើម្បីបង្ហាញពីភាពរីករាយនិងឆន្ទៈរបស់អ្នកគ្រប់គ្រងក្នុងការអនុវត្តសកម្មភាពស5ចូលប្រមូលផ្ដុំនិយោជិកទាំងអស់ទៅកន្លែងណាមួយដើម្បីបង្ហាញរបស់ដែលត្រូវកំទេចចោលឬក៏ឲ្យរបស់ទាំងនោះទៅអ្នកដែលចង់បានចំពោះវត្ថុដែលគូសញ្ញារង្វង់មូលពណ៌សនិយោជិកដែលទទួលខុសត្រូវផ្នែកនេះនឹងសម្រេចថាត្រូវទុកនៅកន្លែងណាចូលរៀបចំទុកដាក់វត្ថុដែលមានគូសញ្ញាត្រីកោណពណ៌លឿងនិងក្រហមដែលត្រូវជួសជុលជាបន្ទាន់ឲ្យមានសណ្ដាប់ធ្នាប់ចូលប្រើបញ្ជីជួសជុលវត្ថុដែលមានពណ៌លឿងនៅក្នុងបញ្ជីនេះចូលសរសេរឈ្មោះអ្នកផលិតអ្នកដែលត្រូវជួសជុលថ្ងៃជួសជុលនិងឈ្មោះអ្នកទទួលខុសត្រូវក្នុងការជួសជុលដូច្នេះគេអាចកំណត់អំពីកាលវិភាគផែនការផលិតកម្មនិងពេលវេលាក៏ដូចជាការកំណត់ពេលសម្រាប់ជួសជុលផងដែរនៅពេលកំពុងឆែកឆេរក្រៅអគារក៏ត្រូវតែមានការសម្អាតផងដែរកន្លែងដែលជាធម្មតាមិនបានសម្អាតក៏ត្រូវបានសម្អាតត្រឹមតែ2ម៉ោងប៉ុណ្ណោះមានសម្រាមយ៉ាងច្រើនផ្នែកខាងក្រៅរោងចក្រគឺជាមុខមាត់របស់ក្រុមហ៊ុនដូចនេះត្រូវតែសម្អាតឲ្យបានទៀងទាត់នៅពេលសម្អាតបរិវេណខាងក្រៅរួចហើយយើងអាចអនុវត្តស5នៅកន្លែងទាំងអស់បានអ្នកតំណាងមកពីផ្នែកផ្សេងៗក៏ត្រូវយកចិត្តទុកដាក់ទៅលើការិយាល័យធ្វើការផងដែរពួកគេត្រូវតែកំណត់ពីស្តង់ដារកន្លែងធ្វើការនិងអនុវត្តជំហាននានាដូចជាការសម្អាតរោងចក្រដែរចំណុចសំខាន់គឺនិយោជិកទាំងអស់ចូលរួមជាអ្នកសម្រេចថាអ្នកណាមានតួនាទីអ្វីមនុស្សម្នាក់ជាអ្នកដើរតួសំខាន់នៅក្នុងរឿងនេះចូលរៀបចំវត្ថុដែលប្រើផ្ទាល់ខ្លួនម្នាក់និងវត្ថុប្រើរួមគ្នាទៅតាមភាពញឹកញាប់នៃការប្រើប្រាស់នៅពេលសម្រេចចិត្តថាគួរទុកនៅកន្លែងណាចូលគិនចូលប្រើពណ៌និងដាក្រាមដើម្បីកំណត់ឲ្យច្បាស់ថាវត្ថុអ្វីជារបស់អ្នកណាទុកឲ្យភ្នែកជួយគ្រប់គ្រងឥឡូវចូលក្រឡេកមើលរោងចក្រនេះមួយខែក្រោយមកដូចដែលអ្នកឃើញហើយមានចន្លោះទំនេរច្រើនទៀតក្នុងរោងចក្រ
កន្លែងដែលពីមុនមិនអាចប្រើការបានឥឡូវនេះអាចប្រើបានវិញហើយកន្លែងខ្លះអាចប្រើជាផ្លូវសម្រាប់ឧបករណ៍ដឹកជញ្ជូនឥឡូវនេះម៉ាស៊ីនស្អាតមិនមានប្រេងស្រក់ឬលេចទៀតទេបន្ទាប់ពីពិភាក្សារៀបចំកន្លែងទុកដាក់ឧបករណ៍ប្រើប្រាស់រួចមកពេលវេលាស្វែងរកឧបករណ៍ប្រើប្រាស់ចំណាយអស់តិចជាងមុនសម្ភារៈនិងផលិតផលក៏ត្រូវបានបាញ់ពណ៌ឥឡូវនេះមនុស្សម្នាក់ៗអាចយល់បានដោយងាយថាអ្វីដែលយកមកមុនត្រូវយកចេញមុនដោយសារតែបរិវេណគ្រោះថ្នាក់ត្រូវបានបង្ហាញយ៉ាងច្បាស់សុវត្ថិភាពជាទូទៅត្រូវបានធ្វើឲ្យប្រសើរឡើងដោយអនុវត្តនៅស5ម្នាក់ៗមានការយល់ដឹងពីភាពត្រឹមត្រូវ3យ៉ាងផលិតផលត្រឹមត្រូវក្នុងបរិវេណត្រឹមត្រូវនិងនៅកន្លែងដ៏ត្រឹមត្រូវនេះអាចបំបត្តិម៉ូដាម៉ូរ៉ានិងម៉ូរីនៅកន្លែងធ្វើការបានគឺភាពខ្ជះខ្ជាយភាពមិនទៀងទាត់និងភាពមិនអាចទៅរួញនេះជាការសាកសួរប្រធានក្រុមហ៊ុនអំពីការប្រែប្រួលបន្ទាប់ពីអនុវត្តស5ណែមានរឿងជាច្រើនដែលខ្ញុំត្រូវនិយាយតែខ្ញុំព្យាយាមកាត់វាឲ្យខ្លីកាលពីមុនប្រព័ន្ធគ្រប់គ្រងរបស់យើងមិនមានសណ្ដាប់ធ្នាប់នោះទេយើងទុកសម្ភារៈជាច្រើននៅក្នុងឃ្លាំងវាបង្កការលំបាកជាច្រើនហើយកម្មករមានការរអ៊ូរទាំជារឿយៗខ្ញុំជឿជាក់ថាក្រុមហ៊ុនណាក៏មានបញ្ហាដែរប៉ុន្តែសម្រាប់យើងជាឧទាហរណ៍ឧបករណ៍មិនត្រូវបានទុកកន្លែងដើមវិញនោះទេពេលដែលប្រើប្រាស់រួចកម្មករផ្សេងទៀតរកមិនឃើញហើយត្រូវចំណាយពេលយ៉ាងយូរដើម្បីស្វែងរកបន្ទាប់ពីមានស5បញ្ហាទាំងនេះក៏រលាយអស់សម្ភារៈត្រូវបានគូសសម្គាល់ទៅតាមស្តង់ដារដើម្បីធ្វើឲ្យប្រកាសថាមានតែសម្ភារៈចាំបាច់ទេដែលត្រូវប្រើសម្ភារៈនៅសល់ត្រូវទុកនៅកន្លែងដើមយើងចាប់ផ្ដើមត្រួតពិនិត្យម៉ាស៊ីននិងឧបករណ៍ប្រើប្រាស់នៅកន្លែងធ្វើការវាប្រកាសជាមានភាពខុសប្លែកគ្នាចំពោះការបង្កើតផលិតភាពមែនបន្ថែមពីលើនេះពេលអនុវត្តស5បរិវេណដែលគេពីមុនធ្លាប់គិតថាស្អាតបំផុតនោះឥឡូវនេះមើលទៅហាក់ដូចជាកន្លែងដែលកក្រិចមួយមិនទាន់ស្អាតពេញចិត្តនៅឡើយបើគិតពីការកែលម្អគុណភាពអ្វីដែលពីមុនធ្លាប់គិតថាគុណភាពខ្ពស់ឥឡូវនេះអន់អ្នកខ្លះនិយាយថាផលិតផលខូចថយចុះហើយទំនុកចិត្តអតិថិជនកើនឡើងអ្នកទាំងនោះនិយាយថាឥឡូវនេះគេយល់អំពីប្រសិទ្ធភាពរបស់ស5សកម្មភាពស5មិនមែនជាសកម្មភាពបណ្ដោះអាសន្នទេវាមិនមែនធ្វើតែមួយលើកហើយចប់នោះទេវាត្រូវតែអនុវត្តជាបន្តបន្ទាប់វាជាការងាយស្រួលក្នុងការសម្អាតកន្លែងធ្វើការតែម្ដងប៉ុន្តែការរក្សាវាឲ្យស្អាតជានិច្ចក៏ជាការសំខាន់ខ្លាំងណាស់ដែរឥឡូវនេះយើងពិនិត្យមើលពីរបៀបធ្វើឲ្យស5ចាក់ឫសគល់និងរបៀបកែលម្អវាមាន2ជំហានក្នុងការធ្វើឲ្យស5ចាក់ឫសគល់ឬកែលម្អវាទី1មនុស្សម្នាក់នៅកន្លែងធ្វើការត្រូវយល់ពីបញ្ហានៅកន្លែងរបស់ខ្លួននិងជ្រើសរើសយកទម្លាប់ល្អមកដោះស្រាយវាទី2គឺបង្កើតគណៈកម្មការស5ដើម្បីលើកកម្ពស់ស5ការទទួលយកទម្លាប់ល្អមានន័យថាត្រូវអនុវត្តនៅ3កម្រិតបុគ្គលកម្រិតកន្លែងធ្វើការនិងកម្រិតក្រុមហ៊ុនដំបូងចំណាយពេល5នាទីចុងមកអនុវត្តស5នៅកម្រិតបុគ្គលឧទាហរណ៍ថាយើងមាន2វេនការងារព្រឹកនិងល្ងាចនៅពេលបញ្ចប់ម៉ោងការងារនីមួយៗត្រូវប្រាកដថាឧបករណ៍ប្រើប្រាស់ត្រូវបានទុកនៅកន្លែងដើមវិញនិយោជកទាំងអស់គួរសម្អាតនិងពិនិត្យបរិវេណការងារជួយសម្អាតម៉ាស៊ីននិងត្រៀមសម្រាប់ការងារបន្ទាប់យើងអាចហៅវាថារបស់ខ្ញុំ3យ៉ាងបរិវេណរបស់ខ្ញុំម៉ាស៊ីនរបស់ខ្ញុំកៅអីរបស់ខ្ញុំចូលអនុវត្តការងារយ៉ាងសាមញ្ញដូចខាងលើដើម្បីបំបត្តិកង្វល់ដូចជាតើខ្ញុំមានភ្លេចបិទភ្លើងឬទេឬតើខ្ញុំមានភ្លេចអ្វីទេការសម្អាតនិងត្រួតពិនិត្យកន្លែងធ្វើការពេលបញ្ចប់ការងារបង្កើតអារម្មណ៍សម្រាប់ការងារបន្ទាប់
នៅរៀងរាល់ចុងសប្តាហ៍មេក្រុមកម្មករគួរដឹកនាំធ្វើសកម្មភាពស5នៅកម្រិតកន្លែងធ្វើការបន្ថែមលើសកម្មភាពស5របស់បុគ្គលម្នាក់ៗ5នាទីនេះមានន័យថាសរុបទាំងអស់10នាទីបន្ថែមពីលើនេះរៀងរាល់ខែនៅថ្ងៃបើកប្រាក់ខែគណៈកម្មការស5គួរធ្វើសកម្មភាពស5នៅកម្រិតក្រុមហ៊ុនហើយនៅចុងត្រីមាសនិងចុងឆ្នាំនីមួយៗគួរចំណាយពេលកន្លះថ្ងៃដើម្បីត្រួតពិនិត្យក្រុមហ៊ុនទាំងមូលដោយធ្វើរបៀបនេះស5ត្រូវបានយកមកអនុវត្តជារៀងរាល់ថ្ងៃរាល់សប្តាហ៍រាល់ខែនិងត្រីមាសទម្លាប់ស5ចាក់ឫសគល់ទោះបីជាយ៉ាងណាក៏ដោយក្នុងចំណោមកម្រិតទាំង3សកម្មភាពស5នៅកម្រិតបុគ្គលជាចំណុចសំខាន់ជាងគេឥឡូវនេះយើងពិនិត្យមើលទូនាទីរបស់គណៈកម្មការស5ក្នុងការលើកកម្ពស់សកម្មភាពស5កាតព្វកិច្ចរបស់គណៈកម្មការស5រាប់បញ្ចូលទាំងការវិតម្លៃលទ្ធផលនិងការលើកទឹកចិត្តឲ្យមានការចូលរួមពីនិយោជិកទាំងអស់យើងនឹងមើលឧទាហរណ៍ទី2នៃសកម្មភាពរបស់គណៈកម្មការស5សកម្មភាព1គឺយុទ្ធសាស្ត្ររូបភាពចូលថតរូបបរិវេណធ្វើការណាដែលមិនបានអនុវត្តស5បិទរូបទាំងនេះនៅអាហារដ្ឋានឬកន្លែងផ្សេងទៀតមួយខែម្ដងដើម្បីឲ្យនិយោជិកទាំងអស់បានឃើញនិយោជិកដែលមានការងារតាក់ទងទៅនឹងកន្លែងនេះនឹងត្រួតពិនិត្យរូបភាពនេះសូម្បីតែកម្មករពីកន្លែងផ្សេងក៏នឹងសម្អាតកន្លែងធ្វើការនោះដែរប្រសិនបើចាំបាច់ទុកឲ្យគេបញ្ចេញយោបល់ទាំងឡាយនៅលើក្រដាសបិទក្បែរនោះនៅពេលគណៈកម្មការស5បានកែលម្អបរិវេណធ្វើការរួចហើយរូបថតបរិវេណដដែលនេះនឹងត្រូវបិទជិតរូបចាស់ដើម្បីប្រៀបធៀបវាមានប្រសិទ្ធភាពណាស់នៅពេលដែលគណៈកម្មការស5និងមេក្រុមកម្មករសម្ដែងនៅអំណរគុណហើយដាក់ពិន្ទុចំពោះការកែលម្អនិងកំណត់ស្តង់ដារសម្រាប់រង្វាន់និងគំនិតយោបល់វិធីមួយទៀតគឺយុទ្ធសាស្ត្របន្លាចនេះមានន័យថាបង្កើតជារូបភាពមុខខឹងដាក់នៅបរិវេណណាដែលមិនបានអនុវត្តស5វាធ្វើឲ្យគេគិតថាមានបញ្ហាអ្វីហើយរកដំណោះស្រាយបន្ទាប់ពីអនុវត្តស5បានជោគជ័យហើយគណៈកម្មការស5នឹងបដូរមុខខឹងទៅជាមុខញញឹមវិញវាធ្វើឲ្យគេយល់ថាមានការកែលម្អហើយនៅកន្លែងដែលមានការកែលម្អជាពិសេសប្រធានក្រុមហ៊ុនឬមេក្រុមកម្មករគួរផ្ដល់